សមាវតីហាត់រាល់ថ្ងៃក្នុងប្រភេទទម្ងន់48គីឡូកន្លះបន្ថែមដំបូងគុណខ្មែរបងពេលនោះដូចថាយើងចែកបងយើងហាត់គុណរបស់កតោមែនតែយើងចេញវាយទាំងគុណខ្មែរចេញវាយទាំងសកលទី1ស្រឡាញ់ទី2ឃើញគេហាត់ទៅគេថាអូគេហាត់ចឹងលយគេឃើញគេវាយបានមានដៃមានអីទៅលយទៅចង់បានដូចគេដែរបដាសកលយើងអត់សូវជាមានទីផ្សារបងចឹងហើយយើងចេញទៅក្រៅខ្លះចង់ឲ្យបដាសកលមានទីផ្សារដូចបដាសេរីដែរបងយើងអត់ទាន់ដឹងពីសមត្ថភាពយើងទេអត់សូវបានប្រកួតចឹងទៅអត់ទាន់បានចេញទៅក្រៅចេញទៅអីដែរបងចង់ឲ្យមានការប្រកួតកាន់តែច្រើនទៅយើងដឹងពីសមត្ថភាពយើងទៅគ្រូអាចបញ្ជូនយើងទៅក្រៅបានខ្ញុំចង់សំណូមពរឲ្យខាងស្ថានីយ៍បើសិនជាបើកផងវិញសូមឲ្យគាត់ស្រឡឹងមើលឃើញបដាសកលឡើងមកសប្តាហ៍សុំតែ2គូក៏បានដែរបងកម្មវិធីផ្សេងៗគេផ្អាកអស់ទៅមានតែបដាសកលទេដែលបន្តដំណើរវាយទៅថ្នាក់ជាតិហ្នឹងចង់ឲ្យពួកគាត់ទស្សនាច្រើនហើយចូលរួមឧបត្ថម្ភទៅខាងកងទ័ពយ៉ាងច្រើនមានតែសំណុំពរឲ្យពួកគាត់ជួយឧបត្ថម្ភទៅខាងវិរៈកងទ័ពយើងជួមមកហើយនឹងជនភៀសសឹកទៀតបងយើងមានឈាមជ័រជាមួយបងពេលឃើញពួកគាត់បាក់ពេលឃើញពួកគាត់ជួបទុកអញ្ចឹងយើងអ្នកដែលនៅហូបសុខស្រួលនេះយើងមានភាពនិយាយថាយើងអៀសខ្លួនណាបងយើងសុខស្រួលតែពួកគាត់បាក់បងយើងគាត់ថាយើងលំបាកតែពួកគាត់លំបាកជាងយើងបងយើងសម្លឹងទៅមើលគាត់ទៅពួកគាត់ពេលខ្លះគាត់អត់មានអីហូបទេគាត់គេយកពេលថាពេលសង្គ្រាមគេយកស្បៀងទៅអត់ដល់អញ្ចឹងហើយពួកយើងកំពុងតែហូបឆ្ងាញ់ដេកស្រួលតែពួកគាត់កំពុងតែតតាំងអញ្ចឹងហើយមើលទៅយើងគិតថាប៉ុណ្ណឹងគឺយើងអត់បាក់ទេបងគាត់បាក់ជាងយើងអញ្ចឹងហើយជំរុញទឹកចិត្តយើងឲ្យខំទៅមុខទៀត